បងប្អូនទាំងអស់គ្នាត្រូវចាំណាក្រទឹកមាត់សាបទោះយើងនិយាយរឿងពិតប្រាប់ការពិតក៏គេអត់ជឿយើងដែរពាក្យថាក្រទឹកមាត់សាបនេះហាគឺវាឈឺចាប់មែនតើរឿងប្អូនស្រីដែលបានបាត់លុយរាប់ម៉ឺននៅក្នុងបន្ទប់ជួលចំនួនអ្នកដែលជឿប្អូនស្រីគឺមានតិចអ្នកដែលមិនជឿគឺច្រើនមិនជឿមកជុំទេងុំសែផុសថាចំអកសពបែបសពយ៉ាងនៅបន្ទប់ជួលប៉ុណ្ណឹងសោះមានលុយរាប់ម៉ឺនធ្វើការប៉ុណ្ណឹងសោះមានលុយសំរាប់បើមានអ្នកខ្លះធ្វើការនៅស្រុកគេហើយចេញវីដេអូចំអកប្អូនស្រីទៀតថាអ្នកធ្វើការនៅស្រុកគេខ្លះអត់ទាន់បានសំលុយសោះរាប់ម៉ឺនអញ្ចឹងឯងងាប់ហើយវវម៉ែឪបងប្អូនទីលុយងាប់ចេះមួយចេះពីរយើងមិនសល់គេសល់ពេលដែលស្ដាប់ប្អូនស្រីហើយបើនឹងថាឈឺចាប់បើយើងនិយាយថាជឿឬក៏មិនជឿការប៉ັດមកខ្ញុំថាការប៉ັດបើគ្នាប្រាប់ហើយថាក្នុងមួយពេលក្នុងមួយថ្ងៃគ្នាចាយតែ2500បងប្អូនគិតមើលថាមនុស្សនឹងសន្សំការអត់បែបមិនខ្លះប៉ុន្តែវាចាយដនអីវាជួបរឿងអញ្ចឹងតែគេមកលួចបោះគ្នាអញ្ចឹងបាត់លុយញើសឈាមខ្លួនឯងហើយក្នុងខ្លួនស្លន់អស់កម្លាំងចង់និយាយថាសោកស្ដាយមិនដឹងថាបានមកវិញអត់ត្រូវទទួលរងពាក្យសម្ដីប្រមាថមាក់ងាយស្ដីថាលក្ខណៈថាគ្នានៅបន្ទប់ជួលគាត់តែមានលុយមើលមុនទុកក្នុងបន្ទប់ជួលក៏គេអត់ជឿដែរនឹងមិនមែនការឲ្យតម្លៃមនុស្សសម្បកក្រៅអាចមិនល្អមើលប៉ុន្តែបើគិតពីគំនិតមនុស្សមានអនាគតល្អគិតល្អដើម្បីពង្រឹងខ្លួនឯងទៅថ្ងៃមុខចង់បានអីមួយហើយបើគ្នាសំទុកដាក់អត់ទៅសារស្ញប់ស្ញែងពីការទុកដាក់របស់គ្នាទៅជាសោយចំអកប្រមាថលែបខាយលិចកើតជើងត្បូងលក្ខណៈថាមិនជឿថាក្មេងស្រីនៅបន្ទប់ជួលដល់កាចាស់ប៉ុណ្ណឹងមានលុយរាប់ម៉ឺនទុកចុះធនាគារក៏មិនទុកបងប្អូនត្រូវចាំថាមិនមែនគ្រប់គ្នាទាំងអស់សុទ្ធតែចេះប្រើកងធនាគារទេហើយគ្រប់មនុស្សទាំងអស់មិនប្រកាសថាទុកចិត្តអ្នកណាទុកជាងខ្លួនឯងទុកទេកន្លែងហ្នឹងបាត់លុយខ្លួនឯងហើយត្រូវដេកឈឺចាប់ឈឺចិត្តត្រូវមនុស្សខ្លះប្រយុទ្ធឲ្យគ្នាទៅស្បាត់ទៀតព្រោះគ្នាអត់បានបំពេញស្បាត់ហើយមានគេចំអកទៀតនេះបានខាងសារព័ត៌មានគាត់មានទឹកចិត្តមែនគាត់ចង់រកភាពស្អាតស្អំឲ្យបងអូនស្រីផងហើយស្អាតស្អំក្នុងការផ្សព្វផ្សាយរបស់គាត់ថាគាត់ផ្សព្វផ្សាយរឿងពិតប្រាកដមែនគ្រាន់តែគិតថាអញ្ចេះអ្នកខ្លះនៅបន្ទប់មិនសិនអញ្ចេះផុសសោយចំអកគេទេប៉ុន្តែក៏មើលបណ្ដាញសង្គមនឹងគេផុសទីលុយផឹកកងាយផុសសោយចំអកគ្នាតែកុំភ្លេចថារាល់ថ្ងៃប្រឹងរកទៅសងតែបំណុលទេបំណុលបែបហឺហាខ្ញុំនិយាយតែមួយចំនួនទេណាបងប្អូនហើយចុះគ្នាខុសអីគ្រាន់តែគ្នាមានលុយហើយមិនបានមកហឺហានេះគ្នាខុសអីទៀមទាដើម្បីឲ្យគ្នាហឺហាបានជឿគ្នាមែនហើយអ្នកដែលចំអកដាក់គ្នាតាមប្រមាណមានអារម្មណ៍ថាឈឺចាប់ពេលដែលយើងមើលមនុស្សខុសមានអារម្មណ៍ថាសោកស្ដាយទង្វើខ្លួនឯងដែលធ្វើលើមនុស្សល្អអត់សូម្បីតែការចំណាយរបស់គ្នាបើយើងសួរថាយើងធ្វើបានអត់យើងធ្វើអត់បានតែគ្នាធ្វើបានព្រោះតែគ្នាធ្វើបានហើយបាននៅបន្ទប់ជួលដល់កាចាស់អញ្ចឹងខ្ញុំនិយាយបែបចាក់ដោនអញ្ចឹងហ្មងទើបគ្នាសំបានសល់ម៉ឺននឹងឯងតែបើអ្នកហៃសូហឺហាវិញមានលុយម៉ឺនអញ្ចឹងបែបទៅនៅខុនដូឬក៏នៅអាផាតមិនដែលជួលរៀងតម្លៃល្អអញ្ចឹងទៅហើយយកលុយសំបានទិញឡានហឺហាបាត់ហើយអត់បានមនុស្សបន្ទប់ជួលទូចអញ្ចឹងទេតែផ្នែកកំណត់មនុស្សខុសគ្នាអត់ហឺហាហើយខ្ញុំគិតមែនណាអារម្មណ៍កូននឹងគាត់មិនដឹងជាតូចចិត្តបែបម៉េចទេមិននឹកស្មានថាមនុស្សមួយចំនួនវាតម្លៃមនុស្សនឹងសម្បកក្រៅដល់ថ្នាក់នឹងសោះបាក់ទឹកចិត្តខូចចិត្តនឹងការបាត់ហើយត្រូវមកខូចចិត្តបាក់ទឹកចិត្តនឹងផ្លូវចិត្តដែលគេវាបហាពេលដែលបាត់របស់សោយចំអកពេញនឹងទៀតរហូតគ្នាឡើងប្រតិកម្មពេញខ្លួនទាំងអស់អាផ្លូវចិត្តនឹងអត់បានទេណាបងប្អូនណាសម្រាប់មនុស្សទាំងរស់ហ្មងសម្រាប់ចឹងថាយើងទៅសម្រាប់មនុស្សខុសអាហ្នឹងណាអូយផ្លូវចិត្តងាប់ហើយនេះប៉ុនរបស់គ្នាហៅបានមកវិញខ្លះតែអត់ដឹងថាបាត់ប្រហែលហើយនៅសល់ចំនួនទឹកលុយប្រហែលទេគ្រាន់តែមានអារម្មណ៍មួយនៅតែគិតថាសោកស្ដាយដែលមនុស្សមួយចំនួនមើលស្រាគាត់មើលងាយគាត់និយាយចេះហ្មងមើលងាយចំអកគាត់ថាគ្រប់ពាក្យពេចន៍ទាំងអស់ចឹងបានប្រាប់ខ្លួនឯងអ្នកក្រដែលមានភាពស្មោះត្រង់ក្រទឹកមាត់សាបទោះយើងនិយាយរឿងពិតក៏គេអត់ជឿយើងដែរហ្នឹងណាហើយតម្រាំតែដឹងការពិតសម្ដីគេបានស្ដោះចេញពីមាត់រួចអស់ហើយគេមិនអាចលិតចូលមកវិញបានទេតែយើងដែលរងការប្រមាថហ្នឹងគឺវាដិតដាមនៅក្នុងខួរក្បាលហ្នឹងគ្មានថ្ងៃបំភ្លេចទេព្រោះហេតុផលអីក្រ